video ហ្នឹងគឺខ្ញុំមកប្រាប់ពីរបៀប download video មិនថា video ក្នុង Facebook ឬមួយក៏ YouTube TikTok អីយ៉ាង download បានទាំងអស់តែសូមបញ្ជាក់គឺខ្ញុំធ្វើសម្រាប់ទូរស័ព្ទ iPhone ទូរស័ព្ទ Android ក៏ធ្វើបានដែរតែយើងមានកម្មវិធីធ្វើផ្សេងទៀតឥឡូវអានេះខ្ញុំធ្វើតែសម្រាប់ iPhone ទេអ្នកដែលមាន iPhone អាចធ្វើតាមខ្ញុំបានជាដំបូងអ្នកទាំងអស់គ្នាត្រូវមានកម្មវិធីមួយកម្មវិធីហ្នឹងមានឈ្មោះថា Play Hole ឥឡូវអ្នកទាំងអស់គ្នាសេតាមខ្ញុំមកបន្ទាប់មកវានឹងចេញមកហើយអ្នកទាំងអស់គ្នាចុចយកតាមខ្ញុំមកចុចយកលើគេហ្នឹងមកដោយសារតែខ្ញុំបានដំឡើងវាហើយអញ្ចឹងខ្ញុំមិនបាក់ដំឡើងម្ដងទៀតអ្នកទាំងអស់គ្នាអាចដំឡើងវាសិនមកបើអ្នកអត់ទាន់មានពេលដំឡើងវាបានហើយឥឡូវខ្ញុំឧទាហរណ៍ដូចជា download video ពីក្នុង Facebook មកមួយចុះឥឡូវខ្ញុំចូលទៅកាន់ Facebook មិនថា video ណាវីដេអូបែបណាទេគឺយើងអាច download បានទាំងអស់ឥឡូវយើងឧទាហរណ៍ថាដូចជា video នឹងមួយទៅចុះបន្ទាប់មកអ្នកទាំងអស់គ្នាទៅរក link video នឹងហើយយើងចូលកន្លែងសញ្ញា share ទៅយើងឃើញកណ្ដាលអក្សរ copy link ហើយអ្នកទាំងអស់គ្នាចុច copy link មកបន្ទាប់ពី copy link បានហើយអ្នកទាំងអស់គ្នាចូលមកកាន់កម្មវិធី Play Hole យើងវិញមកហើយបន្ទាប់មកយើងចុចលើអាកន្លែងកំប៉ុងកណ្ដាលគេហ្នឹងហើយបន្ទាប់មកយើងចុចលើវាមួយទៅវាចេញអក្សរគេឲ្យយើងផាស link ចូលហើយបន្ទាប់មកយើងផាស link ចូលទៅវា download មកហើយវា download auto ហើយយើងរងចាំវាប្រហែលប្រហែលនាទីចេញទេអ្នកនរថាទៅវា download លឿនទេវីដេអូកាន់តែខ្លីកាន់តែលឿនពេលវាចេញបែបហ្នឹងហើយបានន័យថាវីដេអូយើង download បានជោគជ័យហើយអញ្ចឹងអ្នកនរអាចចូលទៅមើលកន្លែងphoto យើងបានអាចចូលទៅមើលកន្លែង photo យើងវាឃើញវីដេអូហ្នឹងមកហើយអញ្ចឹងវីដេអូហ្នឹងខ្ញុំក៏សូមបញ្ចប់ត្រឹមនោះដែរជាចុងក្រោយអ្នកនរក៏ប្រេតជួយ subscribe ម្នាក់មួយផងដើម្បីទទួលបានវីដេអូក្រោយៗទៀត